ត្រង់សេមួយដាក់មនុស្សបានប្រហែលជា20ទៅ30នាក់បងប្អូននៅក្នុងត្រង់សេនឹងមួយហើយគេមានទ្វារ2ក្នុងត្រង់សេនឹងមួយគឺមានទ្វារខាងមុខមួយហើយនិងទ្វារខាងក្រោយមួយហើយគេធ្វើបែបនេះដើម្បីងាយស្រួលក្នុងការការពារខ្លួនបើសិនជាមានការលុកចូលពីទ្វារខាងនេះយើងអាចរត់ទៅទ្វារខាងក្រោយបានបងប្អូនធ្លាប់តែសួរខ្ញុំថាទៅក្នុងប្រទេសអ៊ីស្រាអែលមានសុវត្ថិភាពអត់ទៅក្នុងប្រទេសអ៊ីស្រាអែលនឹងពីព្រោះមានតែសង្គ្រាមហើយនឹងការវាយប្រហារមកពីខាងក្រៅនឹងហើយថ្ងៃនេះខ្ញុំចែកចំណែកទៅកាន់បងប្អូនអំពីសុវត្ថិភាពពេលខ្ញុំរស់នៅក្នុងប្រទេសអ៊ីស្រាអែលពីព្រោះខ្ញុំបានឆ្លងកាត់គ្រាប់ផ្លោងហោះមកពីក្រៅប្រទេសដែរប៉ុន្តែខ្ញុំមានអារម្មណ៍ថានៅក្នុងប្រទេសអ៊ីស្រាអែលត្បិតតែមានការវាយប្រហារមកពីខាងក្រៅច្រើនប៉ុន្តែនៅតែមានសុវត្ថិភាពអញ្ចឹងហើយខ្ញុំធ្វើវីដេអូនេះគួរព្រោះក្នុងកំឡុងពេលដែលប្រទេសយើងមានសង្គ្រាមដែរបើសិនជាថ្ងៃក្រោយអីយើងសុខស្រួលអីយើងអាចធ្វើបែបនេះដើម្បីការពារខ្លួនតាមព្រំដែនមិនថាព្រំដែនខាងលិចឬខាងកើតទេជាប់ព្រំប្រទល់ជាមួយវៀតណាមក៏ដោយតាមភូមិឃុំគ្រូតែរៀបចំត្រង់សេបែបនេះដើម្បីការពារសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋនៅថ្ងៃក្រោយហើយនឹងការពារទៅដល់បងទាហានដែលការពារផងពីព្រោះងាយស្រួលក្នុងការការពារខ្លួនអញ្ចឹងទៅហើយជាទូទៅនៅក្នុងប្រទេសអ៊ីស្រាអែលបងប្អូនធ្លាប់ល្បីថាតាក់ទងជាមួយនឹងប្រព័ន្ធការពារដែនអាកាសខ្លាំងប៉ុន្តែនៅខាងក្រោមដីនេះក៏មានកន្លែងការពារខ្លួនលាក់ខ្លួនសម្រាប់ប្រជាពលរដ្ឋអ៊ីស្រាអែលដែរគឺងាយស្រួលតែមែនទែនហើយអានេះគឺជាត្រង់សេនៅក្នុងប្រទេសអ៊ីស្រាអែលបើសិនជានៅក្នុងប្រទេសនឹងមានការរងការវាយប្រហារគឺទ្វារត្រង់សេនឹងគឺបើកចោល24ម៉ោងហើយនៅក្នុងត្រង់សេនឹងគឺមានរៀបចំទឹករៀបចំហូបអាហារផ្សេងបើកទ្វារចោល24ម៉ោងតែម្ដងហើយចំពោះបងប្អូនដែលទៅក្នុងប្រទេសអ៊ីស្រាអែលហ្នឹងគឺពេលទៅដល់ហ្នឹងនៅតំបន់ខ្លះអាចមានតំបន់ខ្លះមិនមានទេប៉ុន្តែជាទូទៅនៅក្នុងភូមិឃុំរបស់ប្រទេសអ៊ីស្រាអែលមួយគឺមានត្រង់សេប្រហែលជា20ទៅ30ក្នុងមួយភូមិហើយនៅពេលដែលយើងទៅដល់ក្នុងប្រទេសអ៊ីស្រាអែលហ្នឹងថៅកែឬក៏អ្នកដឹកនាំយើងទៅហ្នឹងគេនឹងប្រាប់យើងហើយថាយើងត្រូវចូលត្រង់សេមួយណាបើសិនជាមានការវាយប្រហារមកពីប្រទេសខាងក្រៅអញ្ចឹងទៅហើយយើងដឹងខ្លួនជាស្រេចនៅពេលដែលមានការវាយប្រហារគឺយើងត្រូវរត់ចូលត្រង់សេមួយណាចំពោះប្រជាជនអ៊ីស្រាអែលគេដឹងច្បាស់ណាស់តាក់ទងជាមួយនឹងស្ថានភាពនៅក្នុងប្រទេសគេខ្ញុំទៅនឹងក្នុងកំឡុងពេលហ្នឹងក៏មានការវាយប្រហារមកដែរពីខាងប៉ាឡេស្ទីនគឺវាយប្រហារមកខ្លាំងមែនទែនប៉ុន្តែខ្ញុំមានអារម្មណ៍ថាមានសុវត្ថិភាពគឺឈរមើលគេបាញ់កំជ្រួចតែម្ដងប៉ុន្តែកំឡុងពេលហ្នឹងខ្ញុំឈរជាមួយនឹងជនជាតិថៃព្រោះកំឡុងពេលហ្នឹងយើងអត់ទាន់មានការឆ្លោះទាស់ទែងគ្នាទេហើយនិយាយថាយើងទំនាក់ទំនងល្អអញ្ចឹងណាជាមួយនឹងជនជាតិថៃដូចដែលបងប្អូនបានឃើញអញ្ចឹងនៅក្នុងត្រង់សេនេះគឺគេរៀបចំទឹកហើយនឹងម្ហូបអាហារផ្សេងប្រព័ន្ធពន្លត់អគ្គិភ័យហើយនឹងភ្លើងហើយគេធ្វើបែបហ្នឹងងាយស្រួលក្នុងការអង្គុយការពារខ្លួនងាយស្រួលអញ្ចឹងទៅបើសិនជាហើយមានទ្វារ2បើសិនជាមានសត្រូវអីវាយលុកអីចូលក្នុងប្រទេសអ៊ីស្រាអែលហ្នឹងចូលតាមទ្វារនេះយើងអាចរត់ទៅតាមទ្វារក្រោយបានអញ្ចឹងទៅអានេះវាងាយស្រួលហើយបើសិនជាយើងមានទ្វារតែមួយគេទប់តែខាងមុខចិត្តគឺអស់ផ្លូវរត់តែម្ដងគេបាញ់តែថ្នាំពុលចូលហ្នឹងគឺថារត់លែងរួចហើយបងប្អូនអញ្ចឹងគេធ្វើទ្វារ2ដើម្បីការពារខ្លួនហើយយើងក៏គួរខ្ញុំគិតថាបើសិនជារៀបចំបែបហ្នឹងតាមព្រំដែនគឺក៏ល្អដែរពីព្រោះយើងមិនទុកចិត្តទេខាងលិចខាងកើតអីក៏ដោយហើយប្រព័ន្ធការពារដែនអាកាសគេក៏មានច្រើនជាន់ដែរហើយខ្ញុំនិយាយនេះតាក់ទងជាមួយនឹងការវាយប្រហារមកពីតំបន់ប៉ាឡេស្ទីនហាងកាហ្សាហើយនិងលីបង់ហើយនិង West Bank ឯជាដើមប្រព័ន្ធការពារដែនអាកាសហ្នឹងចាប់បានសឹងតែគ្រប់សឹងតែ 100% តែម្ដងហើយប្រព័ន្ធការពារដែនអាកាសគេហ្នឹងនៅពេលដែលមានការវាយប្រហារមកភូមិនឹងមួយទៀតថាភូមិច្រើនមែនពិតតែបើសិនជាគេកណនីថាគ្រាប់នឹងហោះកាត់ភូមិហ្នឹងគឺសរ៉ែនរោតែភូមិហ្នឹងតែភូមិផ្សេងអត់មានរោទេហើយសរ៉ែនរោភូមិហ្នឹងហើយគឺយើងត្រូវរត់រកកន្លែងការពារខ្លួនប៉ុន្តែសម្រាប់តែយើងទេដែលជនបរទេសទៅក្នុងស្រុកគេរៀងផ្អើលបន្តិចនៅពេលដែលដំបងបើសិនជាមានការបាញ់ប្រហារមកអីហ្នឹងយើងចាប់ដើមរៀងភ័យរៀងស្លន់ស្លោប៉ុន្តែខ្ញុំនៅហ្នឹងគឺមួយយប់2យប់3យប់អីវាលក្ខណៈដំបងរៀងភ័យដល់ពេលយូរទៅមានអារម្មណ៍ថាធម្មតាឈរមើលគេបាញ់មកដូចគេជ្រួចចឹងបើពេលយប់មើលទៅដូចកំជ្រួចអញ្ចឹងហើយប៉ុន្តែបើពេលថ្ងៃមើលទៅមានផ្សែងឆ្វាច់រត់ដេញចាប់តែម្ដងហើយនិយាយថាវាភ័យក៏ភ័យវាល្អមើលក៏ល្អមើលហើយយើងមានអារម្មណ៍ថាមានសុវត្ថិភាពតែម្ដងនៅក្នុងប្រទេសអ៊ីស្រាអែលតែបើតែមានការវាយប្រហារច្រើនវាបរិបត្តិនៅក្នុងប្រទេសគេហើយនឹងប្រទេសយើងហ្នឹងក៏វាខុសគ្នាដែរព្រោះនៅក្នុងប្រទេសអ៊ីស្រាអែលវាសង្គ្រាមច្រើនជាងខ្មែរយើងគឺគេធ្វើបែបហ្នឹងវាត្រូវហើយប៉ុន្តែចំពោះយើង
បើសិនជាអាចទេណាគឺតាមព្រំដែននៅភូមិឃុំជាប់ព្រំដែនដូចជាឥឡូវនឹងចឹងភូមិជោគជ័យព្រំព្រៃចាននេះហ្នឹងបើសិនជាមានអាហ្នឹងក៏អាចជួយសម្រួលទៅដល់ប្រជាពលរដ្ឋយើងលាក់ខ្លួនបានខ្លះបើសិនជាមិនតាំងពីមិនទាន់ផ្ទុះអាវុធខ្លាំងអីណាបងប្អូនតាក់ទងជាមួយនឹងសវត្ថិភាពនៅក្នុងប្រទេសអ៊ីស្រាអែលគឺអញ្ចឹងប្រព័ន្ធការពារដែនអាកាសខាងលើមួយជាន់ហើយប្រព័ន្ធការពារកន្លែងលាក់ខ្លួននឹងនៅក្រោមមានមួយជាន់ទៀតហើយចំពោះនៅក្នុងប្រទេសអ៊ីស្រាអែលក្នុងពេលបច្ចុប្បន្នហ្នឹងនិយាយថាផ្ទះមួយគឺមានត្រង់សេមួយនៅក្នុងហ្នឹងស្រាប់តែម្ដងចំពោះខ្ញុំទៅធ្វើការនៅកន្លែងគូទឹកដោះហ្នឹងក៏មានកន្លែងការពារគ្រាប់ដែរនៅកន្លែងកសិដ្ឋានហ្នឹងហើយក្នុងកន្លែងកសិដ្ឋានកន្លែងការពារគ្រាប់ហ្នឹងគឺមានប្រព័ន្ធភ្លើងគ្រប់គ្រងនៅក្នុងកសិដ្ឋាននឹងទាំងអស់បើសិនជាវាយប្រហារមកគឺកន្លែងការពារហ្នឹងគឺអត់ប៉ះពាល់ទេជាមួយនឹងប្រព័ន្ធភ្លើងអញ្ចឹងសត្វអីនៅក្នុងហ្នឹងទាំងអស់គឺអត់មានបញ្ហាទេហើយចំពោះផ្ទះរបស់ប្រជាជនអ៊ីស្រាអែលក្នុងពេលបច្ចុប្បន្នគេធ្វើថ្មីហ្នឹងគឺគេមានកន្លែងការពារខ្លួននៅក្នុងហ្នឹងស្រាប់ហើយខ្ញុំក៏មានអ្នកធ្វើការជាមួយគ្នាទៅបានទៅលេងផ្ទះគាត់ហើយក៏គាត់នាំទៅមើលខាងផ្ទះគាត់ឲ្យជាដើមអញ្ចឹងទៅប៉ុន្តែខ្ញុំអត់បានថតទេព្រោះតាក់ទងជាមួយនឹងសុវត្ថិភាពគាត់អញ្ចឹងណាហើយកន្លែងការពារខ្លួននៅក្នុងប្រទេសគេហ្នឹងគឺតំបន់ខ្លះក៏មានហើយតំបន់ខ្លះក៏អត់អញ្ចឹងដូចជាតំបន់កន្លែងខ្ញុំធ្វើការកន្លែងក្រូចកន្លែងបេះក្រូចដំបងគឺអត់មានទេតាក់ទងជាមួយនឹងកន្លែងការពារខ្លួនហ្នឹងប៉ុន្តែខ្ញុំគិតថាបើសិនជាមានការវាយប្រហារអីក៏វាមិនវាយប្រហារទៅតំបន់ព្រៃកន្លែងយើងធ្វើការកន្លែងក្រូចហ្នឹងដែរគឺវាយប្រហារមកតំបន់មានទីប្រជុំជនហើយកន្លែងខ្ញុំធ្វើកន្លែងគោទឹកដោះហ្នឹងគឺមានកន្លែងការពារខ្លួនតាមផ្ទះក៏មានហើយនៅកន្លែងដែលផ្ទះខ្ញុំស្នាក់នៅហ្នឹងក៏មានកន្លែងការពារខ្លួនដែរអញ្ចឹងណាតើតួងជាមួយនឹងសុវត្ថិភាពនៅក្នុងប្រទេសអ៊ីស្រាអែលខ្ញុំចែកចម្លែកទៅកាន់បងប្អូនប៉ុណ្ណឹងនេះជាការចែកចម្លែកបទពិសោធន៍ខ្ញុំនៅក្នុងប្រទេសអ៊ីស្រាអែលទៅកាន់បងប្អូនឲ្យបានយល់ដឹងតើតួងជាមួយនឹងសុវត្ថិភាព